ជំរាបសួរបងប្អូនទាំងអស់គ្នាចាបែកគ្នាយូរហើយជាមួយនឹងដំណើរកំសាន្តលក្ខណៈគ្រួសាររបស់ Charlie ចាអញ្ចឹងថ្ងៃនេះសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាជាមួយនឹងដំណើរកំសាន្តនៅចិត្តទីកោះឫស្សីទាំងអស់គ្នាចាចង់ដឹងថាដំណើរកំសាន្តមួយនេះគឺមាន activity អីខ្លះហើយបន្ទប់ស្នាក់នៅស្អាតកម្រិតណានិងទីតាំងស្អាតប៉ុណ្ណាអាចទស្សនាជាមួយនឹងវីដេអូនេះទាំងអស់គ្នានេះបងប្អូនសូមមកបង្ហាញនៅទស្សនវិជ្ជាបរិយាកាសនៅក្នុងចេទីកោះឫស្សីគឺចង់គេនេះដូចបងប្អូនបានឃើញហើយយើងមានដំណើរកំសាន្តដែលយើងធ្វើដំណើរតាមរយៈ speedboat ចារយៈពេលត្រឹមតែ10នាទីតែប៉ុណ្ណោះគឺបានទៅដល់កោះដ៏ស្រស់ស្អាតមួយនេះហើយចាគឺជាកោះឫស្សីហើយដូចបងប្អូនបានឃើញអញ្ចឹងចាទិដ្ឋភាពនិងទេសភាពគឺស្រស់ស្អាតមែនទែនបែបធម្មជាតិតែម្ដងហើយមួយវិញទៀតគឺ resort នេះគឺជាការរៀបចំឡើងដល់ផ្សារភ្ជាប់ជាមួយនឹងបរិស្ថានស្អាតជាមួយនឹងទេសភាពស្រស់បំព្រងបែបលក្ខណៈធម្មជាតិតែម្ដងចាចានេះសូមបង្ហាញជូនបងប្អូនគឺជាការទទួលទានអាហារពេលល្ងាចបែបរ៉ូមែនទិកចាតែមិនមែនរ៉ូមែនទិកទេព្រោះថាជុំគ្នាច្រើនណាស់ចាបងប្អូនឃើញហើយចាមានម្ហូបច្រើនមុខហើយទៅតាមចំណង់ចំណូលចិត្តបើសិនជាបងប្អូនចូលចិត្តប៉ែកអឺរ៉ុបក៏យើងអាចកំងប៉ែកអឺរ៉ុបបានបងប្អូនចូលចិត្តម្ហូបខ្មែរក៏អាចកំងជាម្ហូបខ្មែរបានដែរហើយគឺមានអាហារសមុទ្រស្រស់ៗតែម្ដងចានេះគឺជាទស្សនវិជ្ជាពេលព្រលឹមស្រាងចាពេលដែលថ្ងៃចាប់ផ្ដើមរះគឺយើងមាន activity សម្រាប់ការលេងហាត់ yoga ចាជាមួយនឹងហាត់កីឡាផ្សេងជាច្រើននៅក្នុង resort ផ្ទាល់តែម្ដងអញ្ចឹងការស្នាក់នៅក្នុង resort បងប្អូនគឺមានតម្លៃបូកបញ្ចូលរួមជាមួយនឹងអាហារពេលព្រឹកក៏ដូចជា speedboat ដើម្បីឲ្យទៅដល់ទីតាំងតែម្ដងចាហើយទីនេះគឺជាកន្លែងញ៉ាំអាហារពេលព្រឹកអាហារពេលព្រឹកគឺមានគ្រប់មុខតែម្ដងមានច្រើនមុខមែនតើចាមានទាំងប៉ែកអឺរ៉ុបនិងមានម្ហូបខ្មែរបូកបញ្ចូលផងដែរចាបរិយាកាសនៅក្នុងការទទួលទានអាហារពេលព្រឹកក៏បែបស្រស់ស្រាយហើយជាលក្ខណៈគ្រួសារគឺត្រូវតែម្ដងបងប្អូនចាសប្បាយរីករាយមែនតើមានទីធ្លាធំសម្រាប់ក្មេងៗរត់លេងចាហើយស្រូបយកនៅខ្យល់បរិសុទ្ធក៏ដូចជាទទួលទានជាមួយនឹងអាហារ3ពេលពេញឆ្ងាញ់តែម្ដងចាសូមជម្រាបបងប្អូនថាការស្នាក់នៅក្នុងពេលបច្ចុប្បន្ននេះគឺចំណេញខ្លាំងមែនតើចាស្នាក់នៅ4យប់គឺគិតត្រឹមតែ3យប់តែប៉ុណ្ណោះដែលមានបូកបញ្ចូលជាមួយនឹងអាហារពេលព្រឹកក៏ដូចជាមានការជិះកាយ៉ាក់មាន paddle boat ហើយមាន yoga និងសកម្មភាពកម្សាន្តជាច្រើនបែបច្រើនយ៉ាងមែនតើចាំមិនធ្វើឲ្យបងប្អូនមានអបសុខទេនៅទីនោះចានេះគឺជាការញ៉ាំអាហារថ្ងៃត្រង់គឺយើងមានទីធ្លាធំទូលាយហើយក៏ដូចជាបរិយាកាសគឺស្រស់បំព្រងបន្ទាប់មកគឺយើងមាន pool ធំសម្រាប់ឲ្យបងប្អូនអាចហែលទឹកកំសាន្តលក្ខណៈគ្រួសារគ្នាច្រើនប៉ុណ្ណាក៏អាចហែលបានដែរចាហើយមើលទៅគឺនៅមាត់សមុទ្រគឺគួរឲ្យស្រស់បំព្រងមែនតើវិញចាដំណើរកំសាន្តលក្ខណៈគ្រួសារប៉ុន្តែមានលួចថតរូបបែប fashion ចាអញ្ចឹងហើយដោយសារតែចង់ផ្ដិតរូបភាពស្អាតនៅមាត់សមុទ្រហើយនឹងទេសភាពនៅក្នុង resort ចិត្តទីនេះផ្ទាល់តែម្ដងជូនឲ្យបងប្អូនបានឃើញទាំងសកម្មភាពសាមញ្ញបែបលក្ខណៈគ្រួសារក៏ដូចជាការថតបែប fashion ផងដែរ
នេះបងប្អូនចានេះគឺជា activity ដែលមិនធ្វើឲ្យបងប្អូនមានអារម្មណ៍ថាអត់សុខចាពេលអាស៊ីបន្តិចទៅបើសិនជាបងប្អូនចាចង់ជិះជាមួយនឹងកាយៈក៏ដូចជាជាមួយនឹង paddle boat ចានេះគឺជិះបានលេងជាលក្ខណៈថាសប្បាយរីករាយចាជិះដួលអីដូចជាពួកខ្ញុំអញ្ចឹងដែរចាទម្រាំតែឈរនឹងគឺថាញាក់សាច់តែម្ដងជាប់អស់ហើយជង្គង់ជើងដៃនេះចាព្រោះដោយសារតែចង់ឈរឲ្យបានជាប់យូរហើយជាពិសេសគឺចង់អាំងថ្ងៃនឹងតែម្ដងចាសូមស្វាគមន៍ថ្ងៃបន្ទាប់នាំបងប្អូនមកមើលជាមួយនឹងកន្លែង gym ចាគឺកន្លែង massage សម្រាប់ steam sauna គឺគេមានបែប massage លក្ខណៈខ្មែរនិយាយទៅចាគឺមានកន្លែង gym ហាត់ប្រាណមកចប់តែម្ដងសម្រាប់ឲ្យបងប្អូនមកទទួលយកនូវសេវាកម្មជាច្រើនពី resort ផ្ទាល់តែម្ដងបងប្អូនទាំងអស់គ្នាអាចឆ្លៀតពេលមកសម្រាកលក្ខណៈគ្រួសារចាឬមួយក៏ private អីក៏បានដែរចាគឺមានសេវាកម្មល្អហើយមួយវិញទៀតគឺអាហារឆ្ងាញ់ទេសភាពស្អាតឆ្លៀតពេលនេះក៏សូមជម្រាបទៅព័ត៌មានទៅកាន់បងប្អូនបន្តិចដែរចារយៈពេលស្នាក់នៅចន្លោះខែកក្កដានៅខែតុលានេះគឺមានតម្លៃពិសេសតែម្ដងចាចំពោះវីឡាជាទូទៅវីឡានៅចិត្តទីចាគឺមានច្រើនប្រភេទមែនតើប្រសិនបើបងប្អូនចង់បានវីឡាប្រភេទបែបណាអាចទំនាក់ទំនងទៅកាន់ក្រុមការងារដើម្បីសួរលម្អិតអំពីវីឡាក៏ដូចជាចាតម្លៃឲ្យបានច្បាស់លាស់បន្ថែមទៀតផងដែរចាហើយសូមបញ្ជាក់បងប្អូនណាតម្លៃគឺរួមបញ្ចូលជាមួយនឹងពុនក៏ដូចជាអាហារពេលព្រឹកនិង speed boat ផ្ទាល់ផងដែរចាវិលមកដល់អាហារពេលល្ងាចទៀតហើយបងប្អូនចាអាចទស្សនាបានគឺអាហារពេលល្ងាចគឺមានរសជាតិឈ្ងុយឆ្ងាញ់មែនទែនហើយក៏មានច្រើនមុខណាស់ចាបងប្អូនមានតាំងពីម្ហូបបែបអឺរ៉ុបក៏ដូចជាម្ហូបខ្មែរហើយជាអាហារសមុទ្រស្រស់ៗតែម្ដងចាហើយពេលនេះគឺបានជួបជាមួយនឹងបងដែលគាត់បានទៅធ្វើដំណើរកម្សាន្តនៅទីនោះរយៈពេលមួយយប់ដែរចាអញ្ចឹងក៏បានជួបគ្នាហើយពួកគាត់ក៏បានទទួលនៅសេវាកម្មដែលល្អពីចិត្តទីកោះរស័យដែរហើយគាត់ក៏មានចាចុងភៅដែលធ្វើម្ហូបឲ្យគាត់នៅខាងមាត់ឆ្នេរគេហៅថានៅលើខ្សាច់ផ្ទាល់តែម្ដងចានេះគឺជាលក្ខណៈបែប buffet ដោយសារគាត់ទៅលក្ខណៈក្រុមគ្រួសារគឺមានគ្នាច្រើនក៏ដូចជាមានតាំងពីបុគ្គលិករបស់គាត់ទៀតចាមកដល់ថ្ងៃថ្មីមួយថ្ងៃទៀតហើយបងប្អូនចាអញ្ចឹងបន្ទាប់ពីទទួលទានអាហារពេលព្រឹកហើយចាពួកយើងក៏បានរៀបចំខ្លួននិងរៀបចំវ៉ាលីដើម្បីចេញទៅភ្នំពេញវិញចានេះបងប្អូនទាំងអស់គ្នានេះគឺជាការទទួលនៅសេវាកម្មចាដែលខ្ញុំបានស្នាក់នៅរយៈពេល4ថ្ងៃចាអញ្ចឹងដូចខ្ញុំបានជម្រាបបងប្អូននៅខាងលើអញ្ចឹងចាស្នាក់នៅ4យប់ចាគិតត្រឹមតែ3យប់តែប៉ុណ្ណោះអញ្ចឹងគឺចំណេញខ្លាំងមែនតើអញ្ចឹងបងប្អូនអាចអញ្ជើញមកទស្សនាក៏ដូចជាកំសាន្តសប្បាយជុំគ្រួសារក៏ដូចជាមានកម្មវិធីជប់លៀងអីបាននៅក្នុងចិត្តទីកោះរិស័យចាធ្វើដំណើរ
តាមរយៈទូកត្រឹមតែ10នាទីតែប៉ុណ្ណោះអញ្ចឹងក្នុង vlog របស់យើងចាគឺសូមបញ្ចប់ត្រឹមប៉ុណ្ណេះហើយចាអរគុណបងប្អូនដែលបានតាមដានទស្សនាជាមួយនឹងវីដេអូ trip លក្ខណៈ family របស់ពួកយើងទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត